ជាជីវិតមានឧបសគ្គច្រើនបើផ្លូវជីវិតរលូនរហូតយើងច្បាស់ជាមិនពេញចិត្តទេត្រូវតែព្យាយាមហើយឆ្លងកាត់រាល់ការលំបាកទាំងអស់និងអបអរក្តីសុខដែលយើងរកបានឲ្យតែយើងតស៊ូគង់ទៅរកទេរស់ដែលពឹងលើកម្លាំងខ្លួនឯងរឿងអីត្រូវខ្លាចគេមួយនេះមានរឿងអីដែលគួរឲ្យពិបាកចិត្តទេជីវិតខ្លួនឯងគឺខ្លួនឯងជួយទីកុំមើលស្រាលខ្លួនឯងពេកណាការងារអ្វីក៏ដោយឲ្យតែខិតខំធ្វើទៅប្រកាសជាបានជោគជ័យពាក្យថាមិនអាចគឺជាពាក្យដែលគេទុកសម្រាប់សរសេរលើភ្នូររបស់មនុស្សដែលបោះបង់ចោលក្តីស្រមៃតែប៉ុណ្ណោះបើគ្មានផ្លូវដើរខ្ញុំនឹងកម្មឆ្កាបង្កើតផ្លូវដោយខ្លួនឯងលទ្ធផលដែលអស្ចារ្យបំផុតវាមិនដែលដេកចាំអ្នកនៅផ្លូវដែលស្រួលដើរនោះទេវាដេកចាំអ្នកនៅពីក្រោយឧបសគ្គដែលអ្នកគិតថាទៅមិនរួចនឹងឯងពិភពលោកនេះមិនមែនជារបស់មនុស្សដែលចេះត្រឹមតែយល់សពទេប៉ុន្តែវាជារបស់មនុស្សដែលហ៊ានធ្វើឲ្យយល់សពខ្លាចជាការពិត